ទីបំផុតធាតុកោសង្ស័យឈ្មោះជួបសម្លាប់ត្រូវបានគេលាតត្រដាងអាកំបាំងឈ្មោះពិតប្រកបរបស់ធាតុកោសង្ស័យគឺឈ្មោះអឿតអានអាយុ38ឆ្នាំដែលជាសកម្មជនគណបកសង្គ្រោះជាតិក្នុងខេត្តសៀមរាបជនសង្ស័យធាតុកោអឿតអានអាយុ38ឆ្នាំគឺជាអ្នកស្រុករស់នៅភូមិទន្លេសឃុំនគរភាសស្រុកអង្គរជុំខេត្តសៀមរាបធ្លាប់បួសជាព្រះសង្ឃនិងធ្លាប់ជាបុគ្គលិកអង្គការបរិស្ថាននិងអភិវឌ្ឍនៃអង្គការក្រៅរដ្ឋាភិបាលអបដូជនសង្ស័យអឿតអាននៅវេលាម៉ោងប្រមាណ 8:45 នាទីបានប្រើកាំភ្លើងលុកបាញ់ចំនួន2គ្រាប់សម្រាប់អ្នកវិភាគបញ្ហានយោបាយលោកកែមលីក្នុងហាងម៉ាត់មួយកន្លែងក្បែរការ៉ាសាំងបូកូគ្រាដែលលោកកែមលីកំពុងទទួលទានកាហ្វេនៅទីនោះជនសង្ស័យត្រូវបានប្រជាពលរដ្ឋសហការជាមួយនឹងសមត្ថកិច្ចដេញតាមប្រកិតពីក្រោយហើយនៅទីបំផុតត្រូវបានចាប់ខ្លួននៅតាមផ្លូវសធារៈជិតវត្តស្វាយអំពែក្នុងខណ្ឌចំការមននៅព្រឹកថ្ងៃធ្វើឃាតទី10កក្កដានោះជនសង្ស័យក្រោយចាប់ខ្លួនបាននិយាយកុហកថាគាត់ឈ្មោះជួបសម្លាប់ដែលជាអ្នកស្រុកស្វាយជែកនៃខេត្តបន្ទាយមានជ័យនិងមានមុខរបរជាជាងបាញ់ថ្នាំនៅប្រទេសថៃជនសង្ស័យបាននិយាយថាគាត់បានទិញកាំភ្លើងនោះពីប្រទេសថៃនិងបាននិយាយកុហកថាការដែលបាញ់សម្លាប់លោកកែមលីគឺដោយសារតែខឹងនឹងការបោកប្រាក់ចំនួន$3,000ប៉ុន្តែក្រោយការស្រាវជ្រាវនិងស៊ើបអង្កេតជាបន្តមកនេះជនសង្ស័យអឿតអានត្រូវគេមើលឃើញថាគឺជាមនុស្សដែលរងការចាញ់បោកឲ្យមកធ្វើជាអង្គរៈរបស់លោកកឹមសុខារឿងរ៉ាវនេះត្រូវបានបង្ហើបឲ្យដឹងតាមរយៈប្រពន្ធធាតុកោឈ្មោះហឿបហតដែលបានឲ្យដឹងថាប្តីរបស់គាត់ត្រូវបរិសម្នាក់ឈ្មោះរីដែលជាអ្នកធ្វើធំនៅក្នុងគណៈបកសង្គ្រោះជាតិបបួលមកធ្វើអង្គរៈការពារលោកកឹមសុខានៅទីស្នាក់ការកណ្ដាលគណៈបកសង្គ្រោះជាតិចាក់អង្រែរាជធានីភ្នំពេញភរិយារបស់ជនសង្ស័យបាននិយាយទៀតថាលោកបាត់ដំណឹងប្តីចំនួន2ថ្ងៃស្រាប់តែឃើញសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធនឹងករណីបាញ់សម្លាប់លោកកែវលីនោះទៅវិញការបាញ់សម្លាប់នេះត្រូវគេសង្ស័យថាគឺជាល្បិចដើម្បីទម្លាក់កំហុសឲ្យមកលើរាជរដ្ឋាភិបាលក្នុងការកេងចំណេញនៅផលប្រយោជន៍នយោបាយគណៈបកសង្គ្រោះជាតិដែលកំពុងដណ្ដាបនោះការបាញ់សម្លាប់បានប្រព្រឹត្តទៅនៅគ្រាដែលគណៈបកសង្គ្រោះជាតិកំពុងដាក់សម្ពាធមកលើគណៈបកប្រជាជនកម្ពុជាដើម្បីស្វែងរកការចរចាជាមួយនឹងគណៈបកប្រជាជនកម្ពុជាការពីរឿងអាស្រូវរបស់លោកកឹមសុខាឃាតកម្មនេះទៀតបានកើតឡើង4ថ្ងៃក្រោយការគំរាមរបស់លោកយឹមសុវណ្ណដែលបាននិយាយថាបើគណៈបកប្រជាជនកម្ពុជាមិនចរចាជាមួយនឹងគណៈបកសង្គ្រោះជាតិនឹងមានវិបត្តិធ្ងន់ធ្ងរចំពោះលោកកែមលីលោកមិនត្រឹមតែជាអ្នកវិភាគបញ្ហានយោបាយសង្គមប៉ុណ្ណោះទេលោកថែមទាំងជាស្ថាបនិកនៃគណៈបកមូលដ្ឋាននិងជាអ្នកដែលហ៊ានរិះគន់ខ្លាំងចំដល់មេដឹកនាំគណៈបកសង្គ្រោះជាតិថែមនោះផងដែរគណៈបកសង្គ្រោះជាតិធ្លាប់បានលាបពណ៌លោកកែមលីគឺជាអាយ៉ងរបស់គណៈបកប្រជាជនកម្ពុជាដែលកាន់អំណាចការចោទដ៏ធ្ងន់ធ្ងរនេះបានកើតឡើងនៅពេលដែលលោកកែមលីបានបង្កើតគណៈបកមូលដ្ឋាននៅក្នុងការចូលរួមបោះឆ្នោតសកលឆ្នាំ2018ប្រធានគណៈបកសំរងស៊ីធ្លាប់បានចោទប្រកាន់ថាការបង្កើតគណៈបកមូលដ្ឋានរបស់លោកកែមលីគឺជាការជួយគណៈបកប្រជាជនកម្ពុជាក្នុងការបំបែកសម្លេងនិងនៅក្នុងខែមករាឆ្នាំ2015កន្លងមកលោកសំរងស៊ីក្នុងការឃោសនាមួយនៅក្នុងខេត្តកំពង់ស្ពឺបានចោទលោកកែមលីថាគឺជាអាយ៉ងរបស់គណៈបកប្រជាជនកម្ពុជាថែមទៀតលោកកែមលីក៏ធ្លាប់បានប្រតិកម្មតបទៅវិញថាបើសិនជាលោកសំរងស៊ីបានកាន់អំណាចនោះទៅវិញគឺលោកសំរងស៊ីនោះនឹងមានចរិតផ្ដាច់ការខ្លាំងជាងនាយករដ្ឋមន្ត្រីបច្ចុប្បន្នថែមទៀតភាពប្រឈមមុខដាក់គ្នាយ៉ាងនេះហើយត្រូវអ្នកវិភាគនិយាយថាមិនសមនឹងធ្វើឲ្យមេដឹកនាំគណៈបកសង្គ្រោះជាតិបានចាប់ទុកលោកកែមលីគឺជាមនុស្សស្និទ្ធស្នាលនោះទេប៉ុន្តែក្នុងពេលដែលមានការបាញ់សម្លាប់លោកកែមលីរួចហើយមកភ្លាមនោះគណៈបកសង្គ្រោះជាតិបានច្បាមយកឱកាសនៃការស្លាប់ទាំងនោះឲ្យក្លាយជារឿងឈុតធាតុកម្មរៀបចំដោយគណៈបកប្រជាជនកាន់អំណាចប៉ុន្តែជាអកុសលធាតុកោសង្ស័យដែលជាសកម្មជនគណៈបកសង្គ្រោះជាតិនោះមិនអាចគេចផុតពីកំដាប់ដៃរបស់ប្រជាពលរដ្ឋនិងសមត្ថកិច្ចដែលសហការគ្នានោះឡើយប្រធានគណៈបកសង្គ្រោះជាតិលោកសំរងស៊ីដែលនៅក្រៅប្រទេសបានប្រញាប់ចោទថាការបាញ់សម្លាប់លោកកែមលីគឺជាអំពើភេរវកម្មនិងជាការរៀបចំដោយរដ្ឋអំណាចនិងនៅជាមួយគ្នានេះផងដែរក្រុមសកម្មជនគ្រប់គ្រងត្រូវគេមើលឃើញថាបានបំពងការឃោសនាជនសង្ស័យធាតុកោគឺជាមនុស្សដែលគេយកទៅជំនួសថែមទៀតគណៈបកប្រជាជនកម្ពុជានាយករដ្ឋមន្ត្រីនិងស្ថាប័នដែលមានកាតព្វកិច្ចថែរក្សាសន្តិសុខគឺក្រសួងមហាផ្ទៃបានថ្កោលទោសអំពើការបាញ់សម្លាប់
និងអំពាវនាវរកភាពស្ងៀមស្ងាត់បញ្ជាការចោទប្រកាន់នានាដែលគ្មានមូលដ្ឋានពិតប្រាកដប៉ុន្តែគណៈបកសង្គ្រោះជាតិត្រូវគេមើលឃើញថាកាន់តែបង្កការញុះញង់និងប្រើលោកកែមលីដើម្បីដុតកម្ដៅនយោបាយគណៈបកសង្គ្រោះជាតិនៅជាមួយគ្នានោះទៀតបានរារាំងមិនឲ្យមានមនុស្សចម្លែកបានចូលទៅគោរពសពរបស់លោកកែមលីនោះឡើយកាលពីថ្ងៃទី11កក្កដានោះកញ្ញាធីសវណ្ណថានិងលោកស្រីចម្រើនត្រូវបានសកម្មជនគណៈបកសង្គ្រោះជាតិបានគប់ដុំថ្មបណ្ដេញពួកគេចេញពីក្នុងពិធីដែលជាអំពើមួយខុសអំពីប្រពៃណីនិងទំនៀមទម្លាប់របស់អ្នកកាន់សាសនាព្រះពុទ្ធខ្មែរក្នុងពិធីបុណ្យសពនាពេលនេះការវែកមុខរកមនុស្សនៅពីក្រោយខ្នងនៃការបាញ់សម្លាប់កាន់តែរបើកមុខបន្តិចម្ដងនោះហើយតើមេខ្លោងធាតុករជាអ្នកណានោះត្រូវគេជឿថានឹងត្រូវលាតត្រដាងនាអនាគតខាងមុខនេះហើយកុងកូម៉ែនអាប់ស្រាណេត